បាទនេះជាព័ត៌មានមួយដែលបានមកពីក្រសួងសាធារណការក្រោយពីស្ពានមេទឹកត្រូវបានបំផ្លាញដោយយោធាថៃក្រសួងសាធារណការរងចាំការអនុញ្ញាតពីសមរភូមិមុខដើម្បីចូលជួសជុលធ្វើផ្លូវវាងធានាការតភ្ជាប់សម្រួលដល់ការចរាចរណ៍ឡើងវិញនេះជាអត្ថបទទាំងស្រុងខាងក្រោមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនលោកផនរឹមបានបង្ហាញការសោកស្ដាយនិងសូមថ្កោលទោសយ៉ាងដាច់អហង្ការទង្វើរបស់យោធាថៃដែលបានប្រើប្រាស់យន្តហោះចម្បាំង S-16 ទម្លាក់គ្រាប់បែកបំផ្លាញស្ពានមេទឹកលើកំណាត់ផ្លូវជាតិលេខ55ដែលកំពុងបម្រើដល់ការរស់នៅរបស់ប្រជាជនប្រចាំថ្ងៃអ្នកនាំពាក្យរូបនេះបញ្ជាក់ថានៅចំពោះស្ថានភាពបែបនេះក្រសួងសាធារណការកំពុងរងចាំការអនុញ្ញាតពីសមរភូមិមុខដើម្បីចូលជួសជុលធ្វើផ្លូវវាងធានាការតភ្ជាប់សម្រួលដល់ការចរាចរណ៍ឡើងវិញស្ពានជ័យជំនះនេះដែលហៅថាស្ពានមេទឹកត្រូវបានស្ថាបនាជាស្ពានបេតុងប្រេក្រុងក្រាំងដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឹកស្ថិតលើផ្លូវជាតិលេខ55ត្រង់គីឡូម៉ែត្រលេខ169/400មានប្រវែង180ម៉ែត្រទៅទិង10ម៉ែត្រស្ពាននេះចែកចេញជា8ប្រឡោះដែលប្រឡោះនីមួយៗមានប្រវែង20ម៉ែត្រស្ថាបនារួចនៅក្នុងឆ្នាំ2018ដោយក្រុមហ៊ុនចិន COBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រហែល 8.5 គីឡូម៉ែត្រគិតតាមចម្ងាយផ្លូវបត់បែននិងប្រហែល5គីឡូម៉ែត្រជាចម្ងាយត្រង់ពីព្រំដែនដែលជាច្រកងាយស្រួលតែមួយគត់ភ្ជាប់ទៅប្រជុំជនថ្មដាស្រុកវាលវែងសូមជម្រាបថាព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នេះកងទ័ពថៃបាននឹងកំពុងប្រើប្រាស់យន្តហោះចម្បាំង S-16 ចំនួន2គ្រឿងទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោមម៉ោង 5:50 នាទីយោធាថៃបានបាញ់កំទេចគោលដៅអគារសន្តាគារនៅភូមិសាស្ត្រថ្មដាចំនួន1គ្រាប់ម៉ោង 5:55 នាទីយោធាថៃបាញ់កំទេចគោលដៅអគារសន្តាគារនៅភូមិសាស្ត្រថ្មដាមួយគ្រាប់ទៀតម៉ោង 6:02 នាទីយោធាថៃបានកំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ម៉ោង 6:07 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតម៉ោង 6:12 នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះស្ពានចាស់ចំនួន1គ្រាប់ចឹងថាចរិតរបស់ថៃរបស់ពួកសៀមនេះវាអត់ខ្វល់អត់គិតតែមិនឲ្យតែបំផ្លាញខ្មែរយើងបានទោះតែស្ពានទោះតែផ្ទះប្រជាជនអ្វីក៏ដោយគឺផ្លាក់បំផ្លាញលែងរើសមុខដែរអានេះជាចេតនានៅក្នុងអក្រិតកម្មសង្គ្រាមដែលខុសច្បាប់អន្តរជាតិអញ្ចឹងបងប្អូនកត់សម្គាល់ដល់គ្នានឹងដាក់ពាក្យបណ្ដឹងទៅអង្គការសហជីវជាតិអំពីការរំលោភឈ្លានពានដែនបូរណភាពទឹកដីកម្ពុជាយើងបាទនេះជាព័ត៌មានដែលបានមកពីក្រសួងសាធារណការព្រមទាំងភ្ជាប់នៅរូបភាពមកជាមួយបាទសូមអរគុណចំពោះការទស្សនានៅវីដេអូនេះហើយរងចាំនៅទទួលព័ត៌មានថ្មីៗទៀតអំពីសភាពការនៅតាមព្រំ
ដែនបាទសូមអរគុណ